Ba son chấm điệp số hay số đây cồn đôi chia sẻ san sơ tầng đó ngày nay dương mình to nợ mê riêng mày bỏ dương tiệt hỏi bà cứ dương riêng ông pi ca sân song sầm chay bà tái ca sân song sầm cháy miền này dạng đôi mà đẩy bà ca sân song sầm cháy miền này tha ôn từ đi thăm bà rồi có thợ chơi sân song bà nơi robot rồi có lùi cạn đẹp ôn praឲ្យបានត្រឹមត្រូវបាទរីធម្មមិនមែនមានន័យថាយើងចាយវាយឬក៏ត្បិតត្បៀបឬក៏សន្សំចាយជ្រុលទេរីធម្មមានន័យថាយើងរីធម្មក្នុងគោលបំណងបាទដែលច្បាស់លាស់ឬក៏រីធម្មទៅលើអ្វីមួយដែលវាមិនចាំបាច់បាទតើកូនក៏ដូចជាសិស្សានុសិស្សគួរតែមានការសន្សំចាយទៅលើអ្វីខ្លះបាទទី1តកតងជាមួយនឹងសិភៅរបស់កូនសិភៅសរសេរណាកូនណាបាទអញ្ចឹងកូនត្រូវតែសរសេរសិភៅរបស់កូនពីមួយស្លឹកទៅមួយស្លឹកហ្នឹងគឺឲ្យមានការចេះគិតចេះគូចេះពិចារណានិងចេះបាទរិះថាំបាទអញ្ចឹងច្បាស់ណាស់បាទសិភៅរបស់កូនកូនកុំចេះតែគូវាគូរូបលេងឬក៏ហែកលេងដែលទៅលើអ្វីដែលកូនយកទៅប្រើដែលមិនជាចាំបាច់បាទរួមទាំងខ្មៅដៃរបស់កូនផងដែរលោកគ្រូសង្កេតឃើញថាបាទកូនខ្លះគឺប្រើខ្មៅដៃចោលនៅបាទនៅជាងពាក់កណ្ដាលដើមមានន័យថានៅល្អណាស់គឺវាអត់ទាន់អស់បណ្ដូលនៅក្នុងការត្រូវចោលទេគឺកូនអាចនៅតែប្រើប៉ុន្តែកូនខ្លះគឺលោកគ្រូឃើញនៅតាមផ្លូវណានៅក្នុងតុនៅក្នុងធុងសម្រាមគឺបាទជាងពាក់កណ្ដាលដើមបាទដូច្នេះកូនបាទកូននឹងទេថាប៉ាម៉ាក់កូនរលួយដោយការលំបាកបាទគាត់សន្សំសំចៃលុយកាក់ដោយពីការញើសឈាមពីការខិតខំប្រឹងប្រែងធ្វើការគាត់ណារបស់គាត់បាទពីមួយថ្ងៃទៅមួយថ្ងៃពី1ម៉ោងទៅ1ម៉ោងទ្រាំតែបានប្រាក់ខែទ្រាំតែបានលុយយកមកផ្គត់ផ្គង់យកមកទិញបាទសៀវភៅទិញខ្មៅដៃទិញ color ទិញជ័រលុបបាទឲ្យកូនសម្រាប់កូនទៅរៀនប៉ុន្តែបើសិនជាកូនបាទប្រើខ្ជះខ្ជាយបាទមិនចេះសន្សំសំចៃនោះគឺមានន័យថាដូចកូនហែកលុយចោលឬក៏ដូចកូនមិនបាទអាណិតប៉ាម៉ាក់ដែលគាត់ខិតខំប្រឹងប្រែងធ្វើការរលុយទាំងកណ្ដាលថ្ងៃទាំងពោញើពេលខ្លះទាំងបាទហាខ្យល់ហាភ្លៀងផងដែរអញ្ចឹងលោកគ្រូសូមបាទរំលឹកដាស់តឿនកូនបាទប្រើប្រាស់របស់របរសម្ភារៈសិក្សាមានខ្មៅដៃប៊ិច color ជ័រលុបបាទសៀវភៅសរសេរសូមបាទឲ្យក្នុងរបៀបដែលត្រឹមត្រូវនិងចេះសន្សំសំចៃបាទរួមទាំងទឹកភ្លើងផងដែរមិនថានៅផ្ទះឬក៏នៅសាលាទេបាទកូនត្រូវចេះប្រើប្រាស់វាកុំបើកវាចោលកុំឲ្យវាហូរចោលបាទដូចនៅក្នុងបន្ទប់បាទកូនមិនត្រឹមត្រូវឬក៏កូនមិនត្រូវធ្វើបើកភ្លើងបើកកង្ហារបើកម៉ាស៊ីនត្រជាក់ចោលទេកូនដឹងអត់នៅពេលដែលកូនបើកចោលវាស៊ីភ្លើងកាលណាស៊ីភ្លើងប៉ាម៉ាក់កូនឬក៏លោកគ្រូអ្នកគ្រូឬក៏សាលាត្រូវការបង់លុយច្រើនទៅលើថ្លៃភ្លើងហ្នឹងដូច្នេះពេលដែលកូននៅចាក់ចេញពីបន្ទប់បាទកូនត្រូវតែបិទកង្ហារបិទភ្លើងបិទម៉ាស៊ីនត្រជាក់ដើម្បីកាត់បន្ថយការចំណាយដើម្បីសន្សំសំចៃណាកូនណាបាទហើយមានរឿងផ្សេងទៀតផងដែររួមទាំងចំណីចំណុកអាហារផងដែរកូនត្រូវតែបាទសន្សំសំចៃបើសិនជាកូនដួសបាយកូនដួសតិចមកល្មមដែលកូនអាចញ៉ាំបានបាទហើយបើសិនជាកូនញ៉ាំហើយមិនទាន់ឆ្អែតកូនអាចដួសពីក្នុងឆ្នាំងទៀតបាទជៀសវាងកូនដួសច្រើនដាក់នៅក្នុងចានហើយកូនញ៉ាំមិនអស់បាទចោលពីព្រោះគ្មានអ្នកណាញ៉ាំកណ្ដាលកូនទេបាទមែនទេបើអ្នកដទៃគេអត់ចង់ញ៉ាំកណ្ដាលយើងទេពីព្រោះវាអត់សូវល្អវាអត់សូវមានអនាម័យវាអាចឆ្លងនៅមេរោគផ្សេងណាដូច្នេះកូនត្រូវតែបាទចេះសន្សំចៃដួសបាយល្មមដាក់នៅក្នុងចានគិតថាយើងញ៉ាំអស់ញ៉ាំឆ្អែតញ៉ាំល្មមបាទបើសិនជាខ្វះមិនគ្រាន់មិនឆ្អែតចាំយើងថែមទៀត
អរគុណកូនកូនទាំងអស់គ្នាដែលបានមើលវីដេអូមួយនេះដែលមេរៀននៅថ្ងៃនេះដែលយើងរៀនអំពីការសន្សំសំចៃនាំមកនៅរីកចម្រើនសន្សំសំចៃនាំមកនៅសុភមង្គលសន្សំសំចៃជួយឲ្យយើងបានថ្កុំថ្កើងកុំភ្លេចណាចូលរួមសន្សំសំចៃទាំងអស់គ្នាអរគុណ